សូមអនុមោទនាស្ដាប់ការអានបេដកភាគ52បុរសកប់កំណប់ទ្រពទុកក្នុងទីជ្រៅជាទីបំផុតនៃទឹកដោយគិតថាកាលបើកិច្ចដែលត្រូវការកើតឡើងហើយទ្រពនេះនឹងបានជាប្រយោជន៍ដល់អាត្មាអញដែលត្រូវពួកបច្ចាមិត្តពោលបង្កាច់នឹងបានដោះខ្លួនចេញពីស្ដេចឬត្រូវចោលបៀតបៀននឹងបានដោះខ្លួនចេញពីចោលនឹងបានដោះបំណុលឬក្នុងពេលទុរភិក្សឬក៏ក្នុងកាលអន្តរាយទាំងឡាយធម្មតាកំណប់ដែលគេកប់ទុកក្នុងលោកដើម្បីប្រយោជន៍នេះឯងកំណប់ដែលបុគ្គលកប់ក្នុងទីជ្រៅមានទីបំផុតទល់នឹងទឹកដល់ម្លោះកំណប់ទ្រពទាំងអស់នោះក៏មិនសម្រេចដល់បុគ្គលនោះសពកាលទេត្បិតថាកំណប់ទ្រពរមែងឃ្លាតទៅចាទីខ្លះសេចក្តីចំណាំរបស់បុគ្គលនោះរមែងវង្វេងទៅខ្លះអ្នកទាំងឡាយរមែងនាំជញ្ជូនទៅខ្លះពុំនោះសោតពួកយៈនាំយកទ្រពនោះទៅខ្លះអ្នកទទួលមរតកដែលមិនជាទីស្រឡាញ់រមែងកោះយកនៅកំណប់ទ្រពនោះកាលខ្លួនមិនបានឃើញខ្លះខ្លួនអស់បន់ទៅវេលាណាកំណប់ទ្រពទាំងអស់នោះរមែងវិនិច្ឆ័យបាត់បង់ទៅក្នុងវេលានោះកំណត់ទ្រពដែលស្ត្រីឬបុរសណាបានកប់ទុកល្អហើយដោយទានសិលដោយការសង្រួមនិងដោយការទូមានខ្លួនក្នុងចេតិយឬក្នុងសង្ឃឬក្នុងបុគ្គលឬក្នុងភ្ញៀវឬមួយក្នុងមាតាក្នុងបិតាឬថាក្នុងបងប្រុសស្រីដែលជាច្បងកំណប់ទ្រពនោះចាត់ជាកំណប់ទ្រពដែលកប់ទុកប្រពៃហើយនរណាមិនគប្បីផ្ចាញ់បានជាកំណប់ទ្រពដែលជាប់តាមខ្លួនទៅកាលភោគៈទាំងឡាយដែលខ្លួនត្រូវលះបង់ហើយទៅខ្លួនរមែងកាន់យកកំណត់ទ្រពគឺបុណ្យនោះទៅកំណត់ទ្រពគឺបុណ្យមិនទូទៅដល់ពួកជនដតីជារបស់ដែលចោលលួចទៅមិនបានកំណត់ទ្រពគឺបុណ្យណាជាប់តាមខ្លួនទៅបានអ្នកប្រាជ្ញគួរធ្វើនៅកំណត់ទ្រពគឺបុណ្យនោះកំណត់ទ្រពគឺបុណ្យនោះឲ្យនៅសេចក្តីប្រាថ្នាគ្រប់យ៉ាងដល់ទេវតានិងមនុស្សទាំងឡាយពួកទេវតានិងមនុស្សទាំងឡាយប្រាថ្នាណាស់នៅផលទាំងពួងនោះរមែងបានដោយកំណត់ទ្រពគឺបុណ្យនោះភាពជាអ្នកមានសម្បុរផូរផង់មានសម្លេងពីរោះទ្រង់ទ្រាយល្អរូបល្អជាអធិបតីមានយុសបរិវារផលទាំងអស់រមែងបានដោយកំណត់ទ្រពគឺបុណ្យនោះភាពជាស្ដេចប្រទេសរាជអេសរិយយុសេចក្តីសុខរបស់ស្ដេចចក្រពត្តិជាទីស្រឡាញ់ភាពជាស្ដេចនៃទេវតាក្នុងទេពនិកាយទាំងឡាយផលទាំងអស់រមែងបានដោយកំណត់ទ្រពគឺបុណ្យនោះសម្បត្តិជារបស់មនុស្សណាផងសេចក្តីត្រេកអរក្នុងទេវលោកណាផងសម្បត្តិគឺព្រះនិព្វានណាផងសម្បត្តិទាំងអស់រមែងបានដោយកំណត់ទ្រពគឺបុណ្យនោះភាពនៃបុគ្គលកាលអាស្រ័យមិត្តសម្បទាបើប្រកបសេចក្តីព្យាយាមដោយឧបាយដែលត្រូវជាអ្នកស្ទាត់ក្នុងវិជ្ជានិងវិមុតតិអត្ថផលទាំងអស់បានដោយកំណត់ទ្រពគឺបុណ្យនោះបដិសម្ភិទាវិមោក្ខៈសាវកបារមីញាណបច្ចេកពោធិញាណនិងពុទ្ធភូមិណាអត្ថផលទាំងអស់រមែងបានដោយកំណត់ទ្រពគឺបុណ្យនោះបញ្ញសម្បទានោះឲ្យសម្រេចប្រយោជន៍ដ៏ធំដោយប្រការដូចនេះ
ព្រោះហេតុនោះអ្នកប្រាជ្ញទាំងឡាយជាធិរជនទើបសរសើរនៅភាពនៃបុគ្គលជាអ្នកមានបុណ្យធ្វើទុកហើយចប់និធិកណ្ឌសូត្រ